ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកបង្ហាញពីគ្រឿងផ្សំសម្រាប់យើងធ្វើបកាទឹកស៊ីវមានស្ករត្នោតយើងមានម្ទេសហើយនិងខ្ទឹមយើងហាន់ហើយនឹងមានទឹកស៊ីអ៊ីវហើយនឹងយើងមានបង្គាហើយនឹងមានទឹកក្តៅបន្តិចតបមកយើងដាក់ឆ្នាំងខ្ទះយើងដាក់ស្ករយើងរំលីងស្ករហ្នឹងឲ្យវារលាយហើយវាមានក្លិនឈ្ងុយកូរវាឲ្យវារាងក្រហមបន្តិចហើយវាមានក្លិនឈ្ងុយចាំយើងដាក់ទឹកស៊ីអ៊ីវចូលប៉ុន្តែឥឡូវនេះកុំតន់ណាដាក់យើងដាក់ទឹកស៊ីអ៊ីវចូលហើយយើងកូរឲ្យវារលាយស្ករចាំពេលវារលាយស្ករហើយយើងកូរឲ្យសព្វឲ្យវារលាយស្ករហើយចាំយើងដាក់គ្រឿងបន្ថែមទៀតប៉ុណ្នេះទុកឲ្យវាពុះតែប៉ុណ្នេះទៅយើងអាចដាក់ម្ទេសហើយនឹងខ្ទឹមបានហើយយើងដាក់ម្ទេសខ្ទឹមចូលទៅហើយកូរវាឲ្យវាសព្វចូលជាមួយទឹកក្តៅទឹកអីហ្នឹងឲ្យវាចូលគ្នាឲ្យវាចូលជាតិពេលវាពុះហើយយើងទុកឲ្យវាពុះខ្លាំងហើយយើងភ្លក់មើលទៅហើយយើងបិទភ្លើងវាហើយយើងទុកនៅលើចក្រានហ្នឹងទៅឲ្យវាត្រជាក់យើងទុកប្រហែលជា10ទៅ20នាទីយើងចាក់ចូលចានទុកក៏បានយើងទុកនៅក្នុងឆ្នាំងក៏បានទុកវាឲ្យវាត្រជាក់ប្រហែលជា10ទៅ20នាទីហើយចាំយើងដាក់បង្គាយើងចូលអានេះទឹកស៊ីអ៊ីវត្រជាក់ចាំយើងដាក់បង្គាចូលយើងកូរវាឲ្យវាសព្វគ្រឿងទៅពេលវាសព្វគ្រឿងវារៀងចូលជាតិបន្តិចចាំយើងយកវាទៅដួសដាក់ចានទុកវាប្រហែល5នាទី10នាទីអីយើងអាចយកវាមកញ៉ាំបានសម្រាប់បង្គាតាមទឹកស៊ីអ៊ីវនេះឲ្យពិបាកតែជាមុខម្ហូបដែរងាយស្រួលយើងអាចញ៉ាំជាមួយនឹងបាយក៏បានយើងអាចញ៉ាំដូចញ៉ាំលេងក៏បានយើងអាចយកវាទៅក្លែមក៏បាននេះប៉ុណ្នេះយើងអាចញ៉ាំបានហើយអរគុណបងទាំងអស់គ្នាដែល